ខំរស់ទាំងតដោមិនដែលមានលុយមានកាក់នឹងសំភារៈល្អល្អតែទូយ៉ាងណាខ្ញុំខំប្រឹងស៊ូខ្ញុំខំប្រឹងឈរខំណាស់ខ្ញុំប្រឹងណាស់ដោយដៃទាំងពីរបែកញើសជោគខ្លួនគេហៅខ្ញុំថាកូនកលីខំតាំងពីព្រឹករហូតដល់យប់ម៉ោង12ខំខ្លាំងណាស់ដើម្បីកាពះដូរបាយមកស៊ីគេថាជីវិតវាមិនត្រង់ឯដូចបន្ទាត់មានសបាយមានស្ងប់ហើយមានហត់មានកំព្រាមានរងាហើយកើតទុកប៉ុន្តែកុំសួរថានរណាជាអ្នកកំណត់តែខ្ញុំត្រូវបត់ថយពួកយើងត្រូវបន្ថែមឆ្ងាយពីគ្រួសារខ្ញុំឆ្ងាយពីផ្ទះរងាប្រានឆ្ងាយពីមិត្តភូមិខ្ញុំឆ្ងាយពីស្រុកសុខភាពពិបាកស្មានយប់ឡើងរងាពេកដេកយំต้องសឹងមិនបានដេកយំនឹកពុកខ្ញុំនឹកស្រុកខ្ញុំនឹកម៉ែកូនរងាណាស់កូនចង់ដេកយំអោបម៉ែនឹករឿងកូនលោកទាំងពីរធ្លាប់មើលថែនឹកបានតែនឹកតែមិនអាចបាននៅក្បែរម៉ែកូននឹកផ្ទះខ្លាំងណាស់ម៉ែកូននឹកបាយផ្ទះណាស់ម៉ែអេជីវិតកូនដើរកូនលេពួកទឹករលត់មេឃភ្លៀងខ្លាំងគ្មានកន្លែងដែលត្រូវជ្រោកដឹងថាវាលំបាកតែយ៉ាងណាក៏នៅតែមកទូមកកាក់មកសេនឹងក៏មកក្តាប់ក៏ខ្ញុំយកអើយគ្មានលុយគ្មានកាក់ពិបាកនឹងរស់ហត់ពេកស៊ីបាយដោយលេបគ្រួខ្ញុំតឹងទ្រូងគ្រាប់ចិត្តជីវិតពិតពិបាកហួសផ្លូវចិត្តផ្លូវអារម្មណ៍ខ្ញុំកំពុងលបួងអើយហើយបទនេះដែរខ្ញុំសូមផ្សាយជូនទៅដល់ជនជាតិខ្មែរទាំងអស់ដែលចេះស្ដាប់ភាសានេះខ្ញុំសូមផ្សាយជូនទៅដល់ពលករចំណាក់ស្រុកដែលឆ្ងាយពីផ្ទះឆ្ងាយពីគ្រួសារ